វត្តជាមួយអាត្មាសិនទៅអីមេឃចិត្តយប់ទៅហើយណាមួយញោមមិនដែលស្គាល់ភ្នំពេញផងបូណាងាកទៅរកនាយឆ្លូញហើយសួរថាមិនដែរឆ្លូញដាច់គុណហៅទៅវត្តសិនព្រោះចិត្តយប់ហើយអើយគ្នាមិនដឹងទេវ៉ៃព្រះតេជគុណឃើញសភាពអ្នកទាំងពីរដែលមើលទៅដូចជាតាលតោលគួរឲ្យអាណិតព្រោះមនុស្សមិនដែលចូលទីក្រុងហើយបាននាំទៅវត្តក្រែងតែពិបាកសុំចៅអធិការលោកបងក៏បបួលអ្នកទាំងពីរនោះថាឥឡូវធ្វើអញ្ចេះទៅក៏បានដែរផ្ទះអាត្មាຕົកចោលនៅក្បែរនេះមានមួយដែរឡើងផាសអេបទៅជាមួយអាត្មាទៅស្នាក់នៅផ្ទះនោះមួយយប់សិនទៅយ៉ាងម៉េចយ៉ាងម៉ាចាំគិតស្អែកទៀតយប់នេះអាត្មាស្នាក់នៅវត្តហើយស្អែកបានអាត្មាទៅសម្អាតផ្ទះនោះតែបើញោមទាំងពីរទៅស្នាក់នៅតលតែស្អែកជួយបោសសម្អាតអាត្មាដែរណាពីរអ្នកសម្លាញ់នោះមើលមុខគ្នាចុះឡើងក៏យល់ស្របជាមួយគ្នាថាទៅស្នាក់នៅផ្ទះនោះមួយរាត្រីសិនលុះដល់ស្អែកឡើងចាំដើររកបន្ទប់ជួលរាត្រីកាលបានឈានចូលមកដល់នៅជាយក្រុងភ្នំពេញពន្លឺភ្លើងទៀនភ្លឺចេញពីបង្អួចជាន់ខាងលើនៃផ្ទះចំណាស់មួយដែលមានបុរសពីរនាក់កំពុងតែអង្គុយជជែកគ្នាផ្ទះនេះនៅថ្មីគ្រាន់បើដែរតែទាស់តែម្ចាស់វាទុកចោលមើលចុះគ្រាន់តែភ្លើងអគ្គិសនីក៏អត់មានដែរគេតភ្លើងធ្វើអុយបើគេមិននៅផងតែផ្ទះធំចុងទុកចោលស្ដាយណាស់វ៉ៃមែនហើយណែអាឆ្លូញស្អែកយើងដើររកបន្ទប់តែម្ដងទៅមិនចាំបាច់ទៅរកបងធေါ်ឯងស្អីទេវ៉ៃមើលទៅមិនមែនគេមិនលើកទូរស័ព្ទទេតែគេមិនចង់ជួយយើងតែម្ដងអញ្ចឹងក៏អញ្ចឹងតោះហើយមនុស្សយើងពិបាកមើលចិត្តណាស់ណោះនិយាយអញ្ចឹងលបងប្រាប់ថាមុនដេកឲ្យយើងអុជធូបសុំជំនាញផ្ទះអីផងព្រោះផ្ទះគេក្រែងលោយើងមកដេកជំនាញផ្ទះគេមិនដឹងនាំឲ្យឆ្ងល់ប្រាប់ថាយើងសុំម្ចាស់ផ្ទះគេហើយដឹងហើយក្រោយពីជជែកគ្នាហើយអ្នកទាំងពីរក៏ចាប់ផ្ដើមរៀបចំខ្លួនដើម្បីក្រាលកម្រាលដេកនៅលើរនាបក្តារនៃផ្ទះចាស់នោះ